សេដ្ឋកិច្ចវៀតណាមបាននឹងកំពុងកើនឡើងក្នុងល្បឿនយ៉ាងលឿនហើយការព្យាករណ៍បង្ហាញថាវាអាចនឹងផ្លាស់ប្ដូរចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍ក្នុងពេលឆាប់ៗយោងតាមការព្យាករណ៍ថ្មីៗពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF វៀតណាមត្រូវបានគេរំពឹងថានឹងវាយដាច់ប្រទេសថៃនៅប្រហែលឆ្នាំ2028-2029ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី3នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ការសិក្សាដាច់ដោយឡែកមួយទៀតដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងធុរកិច្ច CEBO ពួកគេនឹងមិនត្រឹមតែវាយដាច់ប្រទេសថៃប៉ុណ្ណោះទេប៉ុន្តែវានឹងលើសពួកគេយ៉ាងច្រើននេះជាការប្រែប្រួលដ៏គួរឲ្យកត់សម្គាល់សម្រាប់ប្រទេសមួយដែលទើបតែប៉ុន្មានទសវត្សរ៍មុនជាប្រទេសដែលក្រីក្របំផុតមួយនៅអាស៊ីអាគ្នេយ៍ដូច្នេះតើកត្តាអ្វីខ្លះដែលនឹងជំរុញកំណើនរបស់ប្រទេសវៀតណាមក្នុងទសវត្សរ៍ខាងមុខជាការប្រសើរណាស់សូមបន្តទស្សនាវីដេអូយ៉ាងលម្អិតជាមួយ admin ដូចតទៅសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបាននឹងពង្រីកក្នុងអត្រាកំណើនពិតប្រាកដជាមធ្យមប្រហែល 6 ទៅ 7% ក្នុងមួយឆ្នាំក្នុងរយៈពេល30ឆ្នាំចុងក្រោយនេះដោយបានប្រែក្លាយប្រទេសពីភាពក្រីក្រក្រោយសង្គ្រាមទៅជាថាមពលផលិតសូម្បីតែនៅចំពេលដែលខ្យល់ព្យុះជាសកលក៏ដោយវៀតណាមបានរក្សាកំណើនដ៏រឹងមាំ 8% ក្នុងឆ្នាំ2022ជាមួយនឹងអតិផរណាកម្រិតមធ្យម 3.4% ក្នុងឆ្នាំ2023ដំណើរការដ៏ខ្លាំងក្លានេះត្រូវបានកំណត់ដើម្បីបន្ត IMF ព្យាករណ៍ថា GDP ពិតប្រាកដរបស់វៀតណាមនឹងកើនឡើង 5.3% ជារៀងរាល់ឆ្នាំក្នុងរយៈពេល5ឆ្នាំខាងមុខហើយ CEBO ព្យាករណ៍ថានឹងមានកំណើនប្រចាំឆ្នាំប្រហែល 6.7% ពីឆ្នាំ2024ដល់ឆ្នាំ2028និង 6.4% ជារៀងរាល់ឆ្នាំក្នុងអំឡុងឆ្នាំ2029ដល់ឆ្នាំ2037ដែលលើសពីប្រទេសជិតខាងភាគច្រើនឥទ្ធិពលរួមនៃកំណើននេះមានន័យថាសេដ្ឋកិច្ចវៀតណាមនឹងកើនឡើងទ្វេដងប្រហែលរៀងរាល់10ឆ្នាំម្ដងប្រសិនបើអត្រាទាំងនេះរក្សានៅក្នុងលក្ខខណ្ឌផលិតផលក្នុងស្រុកសរុប USD កំណើនយ៉ាងឆាប់រហ័សប្រែថាវៀតណាមកំពុងឡើងចំណាត់ថ្នាក់ក្នុងតំបន់នៅឆ្នាំ2023 GDP របស់ប្រទេសវៀតណាមមានប្រហែល 433,000 លានដុល្លារនៅពីក្រោយប្រទេសហ្វីលីពីនបន្តិច 437,000 លានដុល្លារនិងនៅពីក្រោយប្រទេសថៃ 515,000 លានដុល្លារប៉ុន្តែវៀតណាមកំពុងបិទគម្លាតយ៉ាងឆាប់រហ័សទិន្នន័យរបស់ IMF បង្ហាញថាឆ្នាំ2025វៀតណាមនឹងឡើងដល់ 490,000 លានដុល្លារហើយនៅឆ្នាំ2028 GDP របស់ប្រទេសវៀតណាមប្រហែល 589,000 លានដុល្លារនិងប្រហែលនឹងប្រទេសថៃប្រហែល 593,000 លានដុល្លារហើយឆាប់នេះវៀតណាមត្រូវបានគេរំពឹងថានឹងលើសពីប្រទេសថៃ CEBO រំពឹងថាវៀតណាមនឹងវាយដាច់សេដ្ឋកិច្ចរបស់ប្រទេសថៃជាផ្លូវការបន្ទាប់ពីឆ្នាំ2028នេះនឹងជាផ្លូវការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រប្រទេសថៃជាប្រទេសមានសេដ្ឋកិច្ចធំជាគេទី2របស់អាស៊ីអាគ្នេយ៍ជាយូរមកហើយបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីប៉ុន្តែនៅឆ្នាំ2029វៀតណាមនឹងរុញច្រានប្រទេសថៃចុះមកលេខរៀងទី4ក្នុងតំបន់សម្លឹងទៅមុខទៀតវៀតណាមត្រូវបានគេព្យាករណ៍ថានឹងបន្តការនាំមុខរបស់ខ្លួនប្រឆាំងនឹងប្រទេសថៃប៉ុន្តែវានឹងមិនវាយដាច់ហ្វីលីពីនទេនៅឆ្នាំ2034គម្រោង CEBO ថា GDP របស់វៀតណាមនឹងចូលមកជិតហ្វីលីពីនប៉ុន្តែមិនលើសគ្នាទេទោះជាយ៉ាងណាក៏ដោយនៅក្នុងសេណារីយ៉ូនេះទិន្នផលរបស់វៀតណាមនឹងលើសពីសេដ្ឋកិច្ចជឿនលឿនមធ្យមមួយចំនួនដើម្បីយល់កាន់តែច្បាស់ពីរបៀបដែលវៀតណាមកំពុងដំណើរការប្រសើរជាងប្រទេសថៃវាជួយប្រៀបធៀបសូចនាករជាមូលដ្ឋានមួយចំនួនទាំងនេះជារូបថតនៃរង្វាស់គន្លឹះចំណុចមួយចំនួនលោតចេញពីការប្រៀបធៀបទាំងនេះហើយទី1គឺចំនួនប្រជាជននិងប្រជាសាស្ត្ររបស់ពួកគេហ្វីលីពីនមានប្រជាជនច្រើនជាងគេ112លាននាក់និងប្រជាជនក្មេងជាងគេអាយុជាមធ្យម25ឆ្នាំក្នុងចំណោម3ដែលផ្ដល់ឲ្យនៅអត្ថប្រយោជន៍ខាងប្រជាសាស្ត្ររយៈពេលវែងតាក់ទងនឹងកម្លាំងពលកម្មដែលកំពុងកើនឡើងប្រទេសវៀតណាម100លាននាក់ជាមធ្យមមានអាយុ33ឆ្នាំក៏ទទួលបានភាគលាភប្រជាសាស្ត្រសម្រាប់ពេលនេះផងដែរប៉ុន្តែចំនួនប្រជាជនរបស់ខ្លួនកាន់តែចាស់ទៅវៀតណាមនឹងឈានដល់ចំណុចនៅឆ្នាំ2035ដែលមានពលរដ្ឋវ័យចំណាស់ច្រើនជាងកុមារលឿនជាងប្រទេសហ្វីលីពីនប្រទេសថៃ70លាននាក់អាយុជាមធ្យម40ឆ្នាំគឺជាសង្គមដែលមានវ័យចំណាស់រួចទៅហើយដោយឆ្លងផុតកម្រិតនោះក្នុងឆ្នាំ2015នេះមានន័យថាកម្លាំងការងាររបស់ប្រទេសថៃកំពុងកើនឡើងយឺតឬសូម្បីតែធ្លាក់ចុះខណៈពេលដែលប្រទេសវៀតណាមកំពុងឡើងដល់កំពូលហើយហ្វីលីពីននៅតែកើនឡើងយ៉ាងឆាប់រហ័ស
ចំនួនប្រជាជនវ័យក្មេងអាចជំរុញកំណើនប៉ុន្តែលុះត្រាតែមានការងារនិងការអប់រំដើម្បីផ្ដល់ការងារឲ្យមានប្រសិទ្ធភាពទី2គឺទំហំសេដ្ឋកិច្ចនិងផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់បច្ចុប្បន្នសេដ្ឋកិច្ចរបស់ប្រទេសថៃគឺធំជាងគេក្នុងចំណោមប្រទេសទាំង3ប្រហែល$515,000 លានក្នុងឆ្នាំ2023ប៉ុន្តែប្រទេសវៀតណាម$434,000 លាននិងហ្វីលីពីន$437,000 លានគឺនៅមិនឆ្ងាយប៉ុន្មានទេតាមពិតទៅវៀតណាមនិងហ្វីលីពីនគឺស្ទើរតែគៀកកាយគ្នានៅក្នុង GDP ដែលជាការផ្លាស់ប្ដូរយ៉ាងខ្លាំងពីមួយទសវត្សរ៍មុននៅពេលដែលសេដ្ឋកិច្ចថៃមានច្រើនជាងទ្វេដងប្រទេសថៃនៅតែមាន GDP ខ្ពស់បំផុតក្នុងមនុស្សម្នាក់ប្រហែល$7,300ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍកាន់តែជឿនលឿនរបស់ខ្លួន GDP របស់វៀតណាមសម្រាប់មនុស្សម្នាក់$4,300ទើបតែវាដាច់ហ្វីលីពីន$3,900ក្នុងប៉ុន្មានឆ្នាំថ្មីនេះសរុបមកវៀតណាមបានគ្រប់គ្រងការបង្កើតទិន្នផលសរុបស្ទើរតែដូចគ្នានឹងប្រទេសហ្វីលីពីនដែលមានចំនួនប្រជាជនតិចជាងដែលបង្ហាញពីផលិតភាពមធ្យមខ្ពស់ឬតម្លៃបន្ថែមក្នុងមនុស្សម្នាក់ជាងប្រទេសហ្វីលីពីនទោះបីជានៅក្រោមកម្រិតរបស់ប្រទេសថៃក៏ដោយវាក៏មានអត្រាកំណើនថ្មីដែលត្រូវយកមកពិចារណាផងដែរប្រទេសវៀតណាមនិងប្រទេសហ្វីលីពីនមានកំណើនលឿនជាងប្រទេសថៃនៅឆ្នាំ2023វៀតណាមបានកើនឡើង 5% និងហ្វីលីពីន 5.5% ខណៈពេលដែលប្រទេសថៃកើនឡើងត្រឹមតែ 1.9% ប៉ុណ្ណោះសេដ្ឋកិច្ចរបស់ប្រទេសថៃបានតស៊ូជាមួយនឹងកំណើនយឺតសម្រាប់ភាគច្រើននៃទសវត្សរ៍កន្លងមកសូម្បីតែមុនពេល COVID-19 ប្រទេសថៃបានឃើញកំណើនជាមធ្យមត្រឹមតែ 3% នៅក្នុងឆ្នាំ2010ផ្ទុយទៅវិញប្រទេសហ្វីលីពីននិងប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសនាំមុខគេនៃកំណើនសេដ្ឋកិច្ចមុនការរាតត្បាតនៃជំងឺ COVID-19 ប្រទេសទាំងពីរជាញឹកញាប់សម្រេចបាននៅកំណើនប្រចាំឆ្នាំ 6 ទៅ 7% ហើយបន្ទាប់ពីការធ្លាក់ចុះនៃ COVID ក្នុងរយៈពេលខ្លីពួកគេបានស្ទុះងើបវិញយ៉ាងខ្លាំងនៅឆ្នាំ2021ដល់ឆ្នាំ2022សមាសធាតុកំណើនកាន់តែខ្ពស់ក្នុងរយៈពេលមួយដើម្បីបិទគម្លាតយ៉ាងខ្លាំងជាមួយនឹងប្រទេសដែលរីកចម្រើនយឺតដែលនេះពិតជាអ្វីដែលយើងឃើញកំពុងតែកើតឡើងទី4សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមមានទិសដៅពាណិជ្ជកម្មមិនធម្មតាការនាំចេញទំនិញនិងសេវាកម្មរបស់ខ្លួនគឺស្មើនឹង 87% នៃផលិតផលក្នុងស្រុកសរុបសមាមាត្រមួយក្នុងចំណោមសមាមាត្រខ្ពស់បំផុតនៅលើពិភពលោកទី2បន្ទាប់ពីប្រទេសសិង្ហបុរីនៅអាស៊ីអាគ្នេយ៍វៀតណាមបានក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មនាំចេញដ៏សំខាន់មួយយ៉ាងមានប្រសិទ្ធភាពអេឡិចត្រូនិកគ្រឿងម៉ាស៊ីនសម្លៀកបំពាក់ដែលរួមបញ្ចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រទេសថៃក៏មានការនាំចេញផងដែរការនាំចេញ 65% នៃផលិតផលក្នុងស្រុកសរុបដោយមានឧស្សាហកម្មខ្លាំងផ្នែកអេឡិចត្រូនិកយានយន្តនិងកសិកម្មបូករួមទាំងការនាំចេញទេសចរសំខាន់សេវាកម្មទោះជាយ៉ាងណាក៏ដោយប្រទេសហ្វីលីពីនគឺផ្ដោតសំខាន់លើផ្នែកខាងក្នុងការនាំចេញមានត្រឹមតែប្រហែល 27% នៃ GDP ដែលជាចំណែកទាបបំផុតមួយក្នុងចំណោមសេដ្ឋកិច្ចអាស៊ានធំសេដ្ឋកិច្ចហ្វីលីពីនពឹងផ្អែកកាន់តែខ្លាំងលើការប្រើប្រាស់ក្នុងស្រុកមួយផ្នែកដល់ការផ្ទេរប្រាក់ពីកម្មករហ្វីលីពីនរាប់លាននាក់នៅក្រៅប្រទេសនិងលើការនាំចេញសេវាកម្មដូចជាដំណើរការអាជីវកម្មខាងក្រៅមជ្ឈមណ្ឌលហៅទូរស័ព្ទសេវាព័ត៌មានវិទ្យាសមាមាត្រនាំចេញខ្ពស់របស់វៀតណាមបង្ហាញពីវិស័យផលិតកម្មដែលប្រកួតប្រជែងជំរុញកំណើនខណៈពេលដែលចំណែកការនាំចេញទាបរបស់ហ្វីលីពីនចង្អុលបង្ហាញដល់សមត្ថភាពឧស្សាហកម្មដែលមិនទាន់បានអភិវឌ្ឍក្នុងរយៈពេលវែងគំរូនាំចេញរបស់ប្រទេសវៀតណាមបានផ្ដល់នូវកំណើនលឿនជាងមុននឹងការផ្ទេរបច្ចេកវិទ្យាជាការកត់សម្គាល់ការនាំចេញទំនិញរបស់វៀតណាមឈានដល់$371,000 លានក្នុងឆ្នាំ2022កើនឡើងដល់ទៅ$287,000 លានរបស់ប្រទេសថៃនិងធ្លាក់ចុះដល់$79,000 លានរបស់ហ្វីលីពីនចុងក្រោយហេតុផលសំខាន់មួយដែលការនាំចេញរបស់វៀតណាមបានរីកចម្រើនគឺសមត្ថភាពក្នុងការតាក់ទងការវិនិយោគផ្ទាល់ពីបរទេសក្រុមហ៊ុនផលិតសកលពី Samsung ទៅក្រុមហ៊ុន LG ដល់ក្រុមហ៊ុន Nike និងក្រុមហ៊ុន Intel មានដើមទុននៅឆ្នាំ2023វៀតណាមទទួលបានប្រហែល$18.5,000 លាននៅក្នុងលំហូរ FDI សុទ្ធប្រហែល 4.3% នៃផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ប្រទេសថៃឃើញត្រឹមតែ$3.1,000 លាននៅក្នុងលំហូរ FDI សុទ្ធ
ក្នុងឆ្នាំ 2023 ទៀបគួរឲ្យភ្ញាក់ផ្អើល 0.6% នៃផលិតផលក្នុងស្រុកសរុបបន្ទាប់ពីលំហូរចេញក្នុង $20,000 លាន ក្នុងឆ្នាំ 2023 2% នៃ GDP ប្រសើរជាងប្រទេសថៃប៉ុន្តែនៅតែតិចជាងពាក់កណ្ដាលនៃការដឹកជញ្ជូនរបស់វៀតណាមក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះវៀតណាមបានដឹកនាំយ៉ាងខ្ជាប់ខ្ជួននៅរឿងទាំង3នេះក្នុងការទាក់ទាញការវិនិយោគឥឡូវនេះវៀតណាមបានរៀបចំសួនឧស្សាហកម្មដែលផ្ដល់មូលនិធិដល់ FDI ដ៏ធំដែលផលិតគ្រឿងអេឡិចត្រូនិកសម្លៀកបំពាក់យានជំនិះមិត្តភាពនិងច្រើនទៀតសម្រាប់ការនាំចេញគោលនយោបាយបើកចំហ FDI ខ្ពស់របស់វៀតណាមកម្លាំងពលកម្មដែលមានជំនាញថោកប៉ុន្តែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទូលំទូលាយប្រទេសថៃបានតស៊ូដើម្បីទាក់ទាញ FDI ថ្មីនៅខាងក្រៅផ្នែករថយន្តប្រពៃណីរបស់ខ្លួនមួយផ្នែកដោយសារតែអស្ថិរភាពនយោបាយនិងកម្លាំងពលកម្មដែលមានវ័យចំណាស់ខណៈពេលដែលប្រទេសហ្វីលីពីនជាប្រវត្តិសាស្ត្រមានច្បាប់វិនិយោគតឹងរ៉ឹងដូចជាដែនកំណត់លើកម្មសិទ្ធិបរទេសដែលមួយចំនួនទើបតែត្រូវបានធ្វើសេរីភាពពាណិជ្ជកម្មនិងបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលធ្វើឲ្យអ្នកវិនិយោគមានភាពច្បាស់លាស់បន្ទាប់ពីទស្សនានៅវីដេអូនេះចប់តើកត្តាអ្វីទៀតដែលអ្នកទាំងអស់គ្នាគិតថានឹងនាំឲ្យសេដ្ឋកិច្ចវៀតណាមកើនឡើងដាច់គេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនជួបគ្នានៅវីដេអូបន្ទាប់ទៀត